រដ្ឋបាលខេត្តកំពង់ចាមសេចក្តីជូនដំណឹងស្តីពីការអញ្ជើញឈ្មោះកែវច័ន្ទម្ចាស់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃបណ្ដឹងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាមអំពីការយឺតយ៉ាវក្នុងការអនុវត្តនីតិវិធីចុះបន្ទុកប្លង់ដីរដ្ឋបាលខេត្តកំពង់ចាមសូមជម្រាបជូនឈ្មោះកែវច័ន្ទម្ចាស់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃដែលបានបណ្ដឹងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាមអំពីការយឺតយ៉ាវក្នុងការអនុវត្តនីតិវិធីចុះបន្ទុកប្លង់ដីឲ្យបានជ្រាបថាក្រសួងមហាផ្ទៃបានប្រកល់សំណុំរឿងនេះមកឲ្យរដ្ឋបាលខេត្តដើម្បីពិនិត្យស្រាវជ្រាវនិងដោះស្រាយជាសមត្ថកិច្ចបន្ទាប់ពីទទួលបានភារកិច្ចនេះក្រុមការងារចម្រុះរដ្ឋបាលខេត្តបានបើកការស៊ើបអង្កេតឃើញថាអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាមពុំធ្លាប់ទទួលការស្នើសុំសេវាចុះបន្ទុកដីធ្លីពីឈ្មោះកែវច័ន្ទឡើយហើយអត្តសញ្ញាណឈ្មោះកែវច័ន្ទដែលបានបញ្ជាក់ក្នុងការដាក់ពាក្យបណ្ដឹងកំពុងរស់នៅភូមិអង្គតមិញឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមគឺអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាពុំមានឈ្មោះកែវច័ន្ទក្នុងមូលដ្ឋាននេះឡើយហើយចំពោះលេខទូរស័ព្ទដែលម្ចាស់បណ្ដឹងបានដាក់សម្រាប់ធ្វើការទំនាក់ទំនងត្រូវបានរកឃើញថាកំពុងប្រើប្រាស់ដោយអ្នកផ្សេងដែលកំពុងរស់នៅរាជធានីភ្នំពេញហើយអ្នកប្រើប្រាស់លេខទូរស័ព្ទនោះបានបញ្ជាក់ថាពុំធ្លាប់បានដាក់ពាក្យបណ្ដឹងសេវាចុះបន្ទុកដីធ្លីមកកាន់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាមដែរដូច្នេះរដ្ឋបាលខេត្តពុំអាចធ្វើការទំនាក់ទំនងបានជាមួយនឹងឈ្មោះកែវច័ន្ទម្ចាស់ពាក្យបណ្ដឹងបានឡើយក្នុងន័យនេះដើម្បីស្វែងរកការពិតលើករណីនេះរដ្ឋបាលខេត្តកំពង់ចាមសូមប្រកាសអញ្ជើញឈ្មោះកែវច័ន្ទដែលជាម្ចាស់ពាក្យបណ្ដឹងខាងលើសូមមេត្តាចូលមកសហការជាមួយនឹងក្រុមការងារនៃរដ្ឋបាលខេត្តធ្វើការបំភ្លឺនិងផ្ដល់ព័ត៌មានដើម្បីក្រុមការងាររដ្ឋបាលខេត្តពិនិត្យនិងដោះស្រាយជូនសូមឈ្មោះកែវច័ន្ទម្ចាស់ពាក្យបណ្ដឹងទំនាក់ទំនងមកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ចាមនៅរៀងរាល់ថ្ងៃម៉ោងធ្វើការ